ជំរាបសួរបងនាងខ្ញុំជាសុតការីប្រចាំការនៅក្នុងអសតស្ថាននេះតែបងជួយមកថ្ងៃនេះមានបញ្ហាសុខភាពអ្វីដែរចាជំរាបសួរអ្នកគ្រូខ្ញុំចង់ជាអសតដែលមាននៅក្នុងវិជ្ជាវិទ្យានេះអសតដែលត្រូវផ្ដល់ជូនមានឈ្មោះថា Ciprofloxacin ដែលមានសារធាតុសកម្ម Ciprofloxacin 500 មីលីក្រាមក្រោមទម្រង់ជាឱសថគ្រាប់ឱសថនេះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺគ្រុនពោះវៀនរបៀបប្រើឱសថ Ciprofloxacin ត្រូវលេបតាមមាត់កម្រិតប្រើលេបម្ដងមួយគ្រាប់រៀងរាល់12ម៉ោងម្ដងរយៈពេលប្រើប្រាស់គឺលេបក្នុងរយៈពេល5ថ្ងៃផលរំខានរបស់ឱសថបញ្ហាដែលជួបប្រទះមានដូចជាក្អួតចង្អោររាគឈឺពោះកន្ទួលរស្បែកនិងឈឺក្បាលចំណុចដែលត្រូវប្រុងប្រយ័ត្នគឺមិនត្រូវប្រើឱសថ Ciprofloxacin នេះជាមួយនឹងឱសថផ្សេងទៀតដោយមិនមានបញ្ជាក់បញ្ជាត្រឹមត្រូវឡើយព្រោះវាអាចបង្កឲ្យមានការបាត់បង់ប្រសិទ្ធភាពឱសថ Ciprofloxacinអញ្ចឹងក្នុងករណីដែលបងមានសញ្ញាលឿងស្បែកទឹកនោមថយចុះគួរឲ្យកត់សម្គាល់បងគួរតែប្រញាប់ត្រឡប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ដំបូងមាននៅក្នុងពេលសម្រាប់ព្យាបាលនៅផ្ទះបងត្រូវចងចាំនៅផលរំខាននិងសញ្ញាគ្រោះថ្នាក់ខាងលើត្រូវប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវតាមវិជ្ជាបញ្ជាត្រូវដាក់ឱសថនៅកន្លែងដែលគ្មានសំណើមនិងកម្ដៅខ្ពស់ដំបូងមានដើម្បីបង្ការកុំឲ្យកប់មានជំងឺនេះសារជាថ្មីម្ដងទៀតគឺបងគួរលាងដៃជាមួយសាប៊ូមុនពេលពិសាអាហារនិងក្រោយពេលបន្ទាប់បងលាងមុខពិសាអាហារដែលចម្អិនបានល្អនិងបន្លែផ្លែឈើដែលបានលាងស្អាតហើយបត់ជើងតែក្នុងបង្គន់អនាម័យអញ្ចឹងតើបងចាំអំពីរបៀបប្រើកម្រិតប្រើនិងរយៈពេលប្រើប្រាស់ដែរទេបងចាអ្នកគ្រូខ្ញុំដូចជាចាំអត់សូវបានចាបងអញ្ចឹងខ្ញុំនឹងសង្ខេបចំណុចសំខាន់នៃការប្រើប្រាស់ឱសថCiprofloxacin នេះជូនបងណាអញ្ចឹងត្រូវលេបឱសថ Ciprofloxacin 500មីលីក្រាមនេះម្ដងមួយគ្រាប់រៀងរាល់12ម៉ោងម្ដងរៀងរាល់ថ្ងៃរហូតដល់គ្រប់រយៈពេល5ថ្ងៃចាបងអរគុណច្រើនឥឡូវសូមបងអូននិយាយអំពីសកម្មភាពឱសថ Ciprofloxacin នៅក្នុងការព្យាបាលជំងឺចាអ្នកគ្រូសកម្មភាពរបស់ឱសថ Ciprofloxacin គឺវាជាឱសថសម្លាប់មេរោគដោយវាបង្អាក់ការផលិតក្រូម៉ូសូម DNA របស់មេរោគអរគុណអ្នកគ្រូ